wow រៀងអេមដែរថ្ងៃនេះបានមុខម្ហូបទៅដល់3មុខបងប្អូនថ្ងៃនេះខ្ញុំជៀនត្រីជូអែមអូយទៅនងមែនទេត្រីនេះហើយនឹងឆាសៀងក៏ដូចជាស្ងោស្លឹកបាសអូយបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺហូបបាយច្រើនតែម្ដងលៀងពីងាកដែរក៏នឹកឃើញចង់ហូបត្រីជៀនជូអែមជាមួយនឹងសៀងណាគ្រឿងផ្សំរបស់យើងគឺយើងប្រម៉ែប្រមូលឲ្យហើយជាដំបូងយើងធ្វើគ្រឿងផ្សំសម្រាប់ឆាត្រីជូអែមបងប្អូនសម្រាប់ត្រីនេះខ្ញុំប្រើត្រីក្រហមចំនួន1ក្បាលខ្ញុំយកវាទៅឆូតរួចហើយខ្ញុំយកទៅវាទៅចៀនឲ្យក្រៀមបងប្អូនមុនពេលដែលយើងចៀននោះគឺយើងឆ្លៀតដាក់ដាំខ្ទះឲ្យក្តៅសិនយើងមកហាន់បន្លែរបស់យើងបន្លែយើងមានម្ទេសផ្លោកម្ទេសហឹរខ្ទឹមសខ្ទឹមក្រហមខ្ញីក៏ដូចជាប៉េងប៉ោះសម្រាប់គ្រឿងផ្សំរបស់យើងគឺមានទឹកប្រេងខ្យងទឹកត្រីទឹកអំពិលទុំប៊ីចេងស្ករត្នោតបងប្អូនហើយដល់ពេលខ្លាញ់យើងក្តៅគឺខ្ញុំដាក់ចៀនត្រីចូលទៅត្រីសម្រាប់ត្រីយើងគឺពេលដែលយើងចៀនយើងដាក់ដាំខ្ទះក្តៅយើងបង់អំបិលចូលបន្តិចទៅសម្រាប់ខ្ទះប្រភេទដូចយើងអញ្ចឹងណារួចយើងចៀនត្រីរបស់យើងចៀនគឺយើងមិនបាច់ប្រែច្រើនដងទេបងប្អូនក្រៀមមួយខាងយើងប្រែមួយខាងទៅណាបងប្អូនហើយសម្រាប់គ្រឿងរបស់ខ្ញុំនេះគឺខ្ញុំរៀបចំទុកជាស្រេចដល់ពេលដែលយើងធ្វើគឺភុបផាប់តែម្ដងមុខម្ហូបមួយមុខនេះណាបងប្អូនត្រីយើងដាក់ជាតិជូរជាតិហឹរជាតិផ្អែមអញ្ចឹងគឺយើងហូបទៅអត់ទលន់ទេតែជាទម្លាប់របស់ខ្ញុំបើសិនជាមានបែបក្រៀមអញ្ចឹងគឺខ្ញុំតែងតែហូបជាមួយនឹងស្ងោរសាបហើយសម្រាប់ស្ងោរបស់យើងថ្ងៃនេះខ្ញុំជ្រើសរើសយកស្ងោបាសដោយសារតែគៀនផ្ទះយើងសម្បូរបាសហើយខែនេះក៏បាសដុះច្រើនដែរអញ្ចឹងក៏សម្រេចចិត្តថាយកវាមកស្ងោហូបជាមួយនឹងត្រីចៀនរបស់យើងទៅណាបងប្អូនចំណែកឯវិធីឆាគ្រឿងដែលយើងត្រូវដាក់ជាមួយនឹងត្រីនេះជាដំបូងខ្ញុំដាក់ដាំខ្លាញ់ខ្ញុំចាក់ខ្ទឹមសខ្ទឹមក្រហមក៏ដូចជាខ្ញីចូលកូរឲ្យឈ្ងុយរួចខ្ញុំថែមស្ករក្រហមកូរវាមកសបកមកខ្ញុំចាក់ម្ទេសរបស់យើងចូលរួចខ្ញុំថែមទឹកត្រីហើយនឹងទឹកប្រេងខ្យងខ្ញុំកូរវាមកសពឹបរួចហើយបានខ្ញុំដាក់ពេញប៉ោះចូលកូរវាឲ្យឡើងពុះរាងទន់អញ្ចឹងណាបងប្អូនអរគ្នាគ្រឿងជាចុងក្រោយរបស់ខ្ញុំនោះគឺខ្ញុំដាក់ម្ទេសជាមួយនឹងស្លឹកខ្ទឹមចូលកូរវាមកសបកមករួចខ្ញុំដាក់ត្រីរបស់យើងចូលត្រីរបស់ខ្ញុំដែលខ្ញុំដាក់ចូលនោះខ្ញុំដាក់វាមកពុះដើម្បីជាតិសោះនៅក្នុងទឹកដែលខ្ញុំឆានោះចូលជាតិសពជាមួយនឹងសាច់ត្រីគឺវាមានជាតិខាងក្នុងសាច់ត្រីឆ្ងាញ់តែម្ដងជាតិជូរប្រៃល្មមហឹរផ្អែមអញ្ចឹងអូយបងប្អូនអរគ្នាគឺឆ្ងាញ់តែម្ដងហើយសម្រាប់វគ្គដែលបន្ទាប់នោះគឺខ្ញុំមកឆាសៀងវិធីឆាសៀងរបស់ខ្ញុំក៏អត់មានអីសាំញ៉ាំដែរបងប្អូនខ្ញុំមានខ្ទឹមសក៏ដូចជាខ្ទឹមដើមនិងម្ទេសបងប្អូនជាដំបូងខ្ញុំឆាខ្ទឹមសរបស់ខ្ញុំមកឡើងឈ្ងុយសិនណាខ្ញុំថែមស្ករត្នោតចំនួនបន្តិចចូលដោយសារតែសៀងរបស់ខ្ញុំគឺជាសៀងផ្អែមអញ្ចឹងខ្ញុំអត់បានដាក់ស្ករច្រើនទេយឹមកូរសាច់ជ្រូកខ្ញុំមកឡើងដាច់ទឹកឡើងឈ្ងុយអញ្ចឹងមកខ្ញុំក៏ចាក់សៀងចូលរួចខ្ញុំលួចអំពិលបន្តិចដើម្បីរសជាតិសៀងរបស់ខ្ញុំគឺមានរសជាតិជូរផ្អែមឆ្ងាញ់តែម្ដងនិយាយរួមទៅខ្ញុំជួយចាត់ហូបបែបជូរណាបងប្អូនហើយសម្រាប់សល់ពេលដែលខ្ញុំរំងាស់នោះគឺខ្ញុំមកបេះបន្លែតែសម្រាប់បងប្អូនខ្ញុំភ្លេចត្រង់ត្នេះគឺខ្ញុំមានដាក់ពងមិនដែរណាបងប្អូនអញ្ចឹងខ្ញុំដាក់ពងមិនចំនួន2គ្រាប់និយាយមែនឃើញតែសាមញ្ញអញ្ចឹងទៅណាតែបាយដឹងតែឆ្ងាញ់តែម្ដងបងប្អូនអើយហូបរហូតដល់តឹងពោះពីងតែម្ដងជំរាបសួរបងប្អូនទាំងគ្នាអូយបាយថ្ងៃត្រង់អូជាតិមែនអាជាតិគ្រឿងត្រីរបស់យើងខ្ញុំចូលចិត្តបែបចាក់រសជាតិឆ្ងាញ់មិនក្រៀមពេកបើកាលណាយើងក្រៀមពេករៀងទលន់អូហ្នឹងរសជាតិរបស់គេជូរមុំប្រៃមុំអាសៀង
Tôi sẽ nghe nè. Miền Tây, miền Pôn, Chu. Wow. Wow. Ôi chai miên tên. Êm.